พลาสติกคือชีวัตถุมวยได้กำปงเป็นนิยมจมพูเพียบนิสโรปราปราบเวียวิจุยสำรวจอากาศเวกชับนิสโรบัดแบนนำปราปราบานอยู่ตัวใบชีเวมินเพียบนิสโรคลองการปราปราประจำทั้งก็ได้อย่างน้ำมันวิก็มีพอปะปอจ้านัดได้ตะเลปาริธานนังสกปรกบริวารมนุษย์ในขนมไปพบโลกยังสอบไทยนี้พลาสติกกระบำผลิตล่างจำนวนเชียงใบ180 ล้านตันที่เรียงรอดฉน้ำอย่างน้ำมันในขนมประเทศกัมพูชียังไม่ใบยงตะตามกระทรวงปาริธานมันเจท้าประชาชนกัมพูชีในตามตีกรองนี้ปราปราพลาสติกជាង 2000 ថនក្នុងមួយឆ្នាំអ្នកទាំងអស់គ្នាត្រូវដឹងថាផ្លាស្ទិកត្រូវចំណាយរយៈពេលពី20ទៅ500ឆ្នាំដើម្បីរលាយប៉ុន្តែវាមិនមែនរលាយទាំងស្រុងនោះទេវាគ្រាន់តែមានទំហំកាន់តែតូចទៅតែប៉ុណ្ណោះខ្ញុំចោលនេះចង្អាញ់ម្លេះលឿនណាដល់ម៉ោងទៅរៀនលើខប់ហើយមកម៉ោងដល់ម៉ោងមកលឿនណែសង្រាំអូយតុងនៅខ្វាយទៅរៀនណាបន្តិចទៅអីទៅដោយដល់គ្នាឃើញអញ្ចឹងថាមនុស្សយើងមួយចំនួនណាមិនសូវយកចិត្តទុកដាក់ទេអំពោះបញ្ហាបរិស្ថាននេះហើយដែលវាសមហើយដែលធ្វើឲ្យបរិស្ថានរបស់យើងមិនស្អាតនឹងទទួលរងនឹងការបំពុលដោយសារតែកាកសំណល់ចោលពីវាពីកាលនិងជាតិដែលចេញពីកាកសំណល់ដូចជាកាកសំណល់រលួយដែលវាជះក្លិនស្អុយហ្នឹងគឺវាធ្វើឲ្យវាជះក្លិនចូលទៅក្នុងបរិស្ថានអញ្ចឹងហើយវាធ្វើឲ្យបរិស្ថានយើងទទួលរងនឹងការបំពុលនៅក្នុងបរិយាកាសអញ្ចឹងហើយបរិស្ថានគឺទទួលរងនឹងការបំពុលជាខ្លាំងមួយតោះខ្ញុំមែនខ្ញុំមានការងារអីសម្រាប់នេះសម្រាប់ពួកឯងមែនបោះគ្នាមិនយកដាក់ក្នុងធុងសម្រាប់មានមិនយកដាក់ហើយទុកសម្រាប់ដាក់ទៀតហាញគិតមើលអូយបន្តិចក៏គ្នាបន្តិចតោរីនវាសង្រាប់បន្តិចទេដល់អីទេតាមមកបន្តិចសោះយ៉ាងម៉េចមិនឯងមិនយកសម្រាប់ពួកឯងដាក់ក្នុងធុងសម្រាប់ទុកដាក់អញ្ចឹងធុងសម្រាប់មានមិនយកដាក់អូយសង្រាប់បន្តិចសោះណាបន្តិចសោះយ៉ាងម៉េចណែឯងគិតមើលសិនណាបើសិនជាឯងចោលសម្រាប់ថ្ងៃនេះហើយថ្ងៃក្រោយ10នាក់គេចោល20នាក់គេចោលហើយមួយថ្ងៃទៅចិត្តកើនឡើងភពលោកយើងមិនសុខទៅសម្រាប់ទេហើយគិតសាក់គិតមើលសិនមើលត្រូវឬខុសតែបន្តិចហ្នឹងតែគេមកក្រោយក៏យកចោលទេតិចយ៉ាងម៉េចឯងត្រូវយកសម្រាប់ទៅដាក់ក្នុងធុងសម្រាប់មិនត្រូវហើយទៅជួយកាត់មែនខុសតាទៅយកមិនថាគេវិញអីស្អីអញ្ចឹងបានល្អនេះធុងសង្រាមយីថ្ងៃក្រោយឲ្យចាំយើងចូលធុងសង្រាមស៊ីឲ្យរួចចាំមកដឹងទៅនេះគេជីយើងទាំងអស់គ្នាដឹងហើយថាផ្លាស្ទិកទោះបីជាវាជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់យើងពិតមែនប៉ុន្តែវាក៏ផ្ដល់ផលវិបាកចំពោះការរស់នៅរបស់យើងផងដែរជាពិសេសនោះគឺការបំពុលបរិស្ថានដែលបណ្ដាលឲ្យវាប៉ះពាល់ដល់សុខភាពយើងជាខ្លាំងហើយកត្តាដែលបំពុលបរិស្ថានខ្លាំងបំផុតណាគឺផ្ដើមចេញមកពីសកម្មភាពដែលយើងធ្វើសប្តាហ៍នេះឯងដែលបណ្ដាលឲ្យមានផលប៉ះពាល់ចំពោះបរិស្ថានដែលយើងកំពុងតែរស់នៅសប្តាហ៍ថ្ងៃដូចដែលអ្នកទាំងអស់គ្នាឃើញមិញអញ្ចឹងនេះគឺជាទង្វើមួយដែលគ្មានភាពទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួនឯងក៏ដោយសោះអូយហើយណាគេដុតស្រាំដុតអីនៅហ្នឹងនេះនិយាយយើងទៅញ៉ាំអីក្នុងនេះនេះមិញនឹងចុះមិញបានមិញដុតស្រាំនៅហ្នឹងអញ្ចឹងដឹងតែថាវាប៉ះពាល់ដល់បរិស្ថានហើយបើមិនចង់ឲ្យយើងដុតអីយើងសោះមិនចង់ឲ្យយើងទុកស្រាំហ្នឹងកោក្នុងផ្ទះឲ្យគាត់ដូចខ្ញុំមែនមិនឲ្យអ្នកមិញមិនឲ្យអ្នកមិញទុកស្រាំនៅក្នុងផ្ទះទេប៉ុន្តែអ្នកមិញគួរតែហៅឡានសម្រាប់គេមកយកវិញមិញដឹងទេថាធ្វើអញ្ចឹងវាប៉ះពាល់ដល់បរិស្ថានណាម្យ៉ាងអ្នកមិញជាមនុស្សចាស់ផងអ្នកមិញគួរតែបញ្ឈប់សកម្មភាពហ្នឹងតោះឈប់និយាយអញឈប់ទៅបានណាមកពួកក្មេងៗហ្នឹងវាថាយអញទៀតហើយសង្ឃឹមថាថ្ងៃហ្នឹងអត់ជួបពួកហ្នឹងចោះហើយថ្ងៃនេះហ្នឹងមិនអត់ស្ដាប់ទៀតហ្នឹងណាកុំឲ្យជួបពួកក្មេងអត់មកអីមិញនឹងទៀតមិញបានមិញយកសារ៉ាមកចោលនៅនឹងទៀតហើយថៃកន្លែងហ្នឹងដីរបស់អញមិនបើយើងចោលមិនកើតមិញដឹងតែមិញធ្វើអញ្ចឹងវាប៉ះពាល់ដល់បរិស្ថានស្អីធ្វើស្អីក៏ប៉ះពាល់អាការដំបងយើងយកទៅដុតក៏ថាប៉ះពាល់ដល់ឋានហើយថាបកកជំងឺដូចចាស់ចរិយាទៀតហើយឥឡូវយើងយកបោះចោលទៀតថៃទៀតហើយហើយឲ្យយើងធ្វើមិនទៅខ្ញុំប្រាប់មិញម្ដងហើយថាហៅឡានសម្រាប់គេយកមកឯង
vì nỉ ấy vì xưa ta mình nè vì nè thua thì ba បើមិញមិនដឹងមិញមិនប្រាប់ខ្ញុំ mà cho bạn đại mình nóng dương tới មកតែខ្ញុំប្រាប់បន្ទាប់ពីមើលវីដេអូអំបីមិញហើយតើអ្នកទាំងអស់គ្នាគិតយ៉ាងម៉េចដែរអ្នកទាំងអស់គ្នាមានដឹងទេថា plastic ដល់ផលប៉ះពាល់អ្វីខ្លះ plastic មិនងាយនឹងរលាយនោះទេចំណាយពេលរាប់សិបឆ្នាំទៅ100ឆ្នាំក៏វាមិនរលាយទាំងស្រុងនោះដែរវាគ្រាន់តែផ្លាស់ប្ដូរទ្រង់ទ្រាយក៏ដូចជារួមតូចតែប៉ុណ្ណោះដូច្នេះហើយបើសិនជាបរិស្ថានរបស់ពួកយើងពុំពេញទៅដោយសម្រាមនោះវានឹងដល់ផលប៉ះពាល់ជាច្រើនមួយទៀត plastic បង្កឡើងពីសារធាតុពុលមួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពពួកយើងក៏ដូចជាមជ្ឈដ្ឋានជុំវិញខ្លួនយើងផងដែរ plastic អាចកែច្នៃបានប៉ុន្មានតែវិធានការនេះត្រូវការចំណាយថវិកាច្រើនហើយកាកសំណល់ដែលនៅក្នុងទឹកវាអាចធ្វើឲ្យប៉ះពាល់ដល់ភាពរស់នៅក្នុងទឹកវាអាចបង្កឲ្យមានជាជំងឺផ្សេងៗហើយវាអាចធ្វើឲ្យខូចគុណភាពដីការដុតបំផ្លាញ plastic វាធ្វើឲ្យមានផ្សែងពុលទៅលើអាកាសហើយវាអាចនឹងបង្កជាជំងឺផ្សេងៗទៀតបើសិនជាយើងទុកដាក់វាមិនបានត្រឹមត្រូវ mẹ với đầm mông tao đi thôi làm nào mơ mong đấy ta mơ máu hơn người ca nữa hả mẹ với đầm mông tao đi rồi luôn hay cái tục lên ê ở đây bên này cầm toan này